បើលោកសំរងស៊ីនេះចូលទៅស្រុកខ្មែរដើម្បីរំលំរបបលោកហ៊ុនសែនមិនមែនជាដំណោះស្រាយទេគឺជាការបង្កើតបញ្ហាឲ្យកាន់តែច្រើនហើយមានន័យថាមនុស្សនឹងនាំគ្នាធ្វើបាតកម្មដើម្បីសន្តិភាពលោកទៅនាំគ្នាទៅធ្វើបាតកម្មដើម្បីរំលំរបបពេលនេះខ្ញុំនិយាយនេះមិនមែនតែខ្ញុំក្រវ៉ាញ់ដរនេះកាន់ជើងលោកហ៊ុនសែនហ៊ុនម៉ាណែតអីទេហើយក៏ខ្ញុំមិនកាន់ជើងរំសំរងស៊ីហើយនឹងបួសហួរដែលបំរុងចូលទៅស្រុកខ្មែរដែរតែនេះចង់បកស្រាយនិងចង់ប្រាប់ថាពេលវេលានេះគឺមិនត្រឹមត្រូវទេលោកឈប់លេងលបែងនយោបាយផុសលោកទៀតទៅលោកសំរងស៊ីគឺមានកំហុសធ្ងន់ណាស់ខ្ញុំបារម្ភខ្លាចថាប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋមិនច្រើនណាស់សួរទៅមើលឥឡូវនេះខ្ញុំគ្រប់គ្រងទាំងស្រុងនៅការរួបរวมគ្នាដើម្បីសន្តិភាពតែខ្ញុំប្រឆាំងដាច់ខាតនៅការឈ្លានពានរបស់យួនខាងកើតហើយនឹងការឈ្លានពានរបស់ថៃសៀមនៅខាងលិចគឺទាំងពីរហ្នឹងខ្ញុំមិនត្រូវការទេគឺខ្ញុំប្រឆាំងនឹងការឈ្លានពាននេះជាដាច់ខាតរួមទាំងចិនដែលទៅចូលរួមជាមួយនឹងថៃដើម្បីមកចូលរួមបំពេញនិងផ្ដល់អាវុធសម្បែបយ៉ាងដើម្បីឲ្យមកប្រយុទ្ធជាមួយខ្មែរនេះគឺជាកំហុសមួយធ្ងន់ណាស់ហើយឆ្លើយថារូបរួមនេះជាដំណោះស្រាយមិនមែនទេលោកបញ្ជូនអាវុធមិនមែនដំណោះស្រាយទេប៉ុន្តែលោកដូណាល់ត្រាំក៏ថាបើមិនស្ដាប់ទាល់តែលេងកណ្ដុងធំឥឡូវនេះមកដល់ថ្នាក់គាត់នឹងលេងចិននឹងខ្លាំងហើយពីព្រោះគម្រាមកំហែងប្រទេសតៃវ៉ាន់នេះជាដើមអញ្ចឹងខ្ញុំងាកត្រឡប់មកវិញមានន័យថាសហរដ្ឋអាមេរិកនឹងគឺជាអ្នកបញ្ចប់សង្គ្រាមបញ្ចប់ការវាយតប់គ្នានេះឯងអញ្ចឹងជាឱកាសយើងគ្រប់គ្រងអ្នកណាដែលធ្វើឲ្យខ្មែរយើងបានសុខបានសប្បាយឲ្យមានសន្តិភាពពីព្រោះខ្មែរយើងមានទុកសោកសង្រេងរាប់រយឆ្នាំហើយសន្តិភាពមិនដែលមានទេបានតែបន្តិចគ្រាន់តែអ្នកងើបដើម្បីងើបបន្តិចគេណាគេក្តិចបេះប៉ាត់ចោលតម្រំអ្នកណាខំប្រឹងតស៊ូគេក្តិចប៉ាត់បោះចោលទៅមានន័យថានេះជាមធ្យោបាយនិងនយោបាយរបស់យួនអ្នកដឹកនាំយើងជាអ្នកដឹកនាំនៅក្រោមកញ្ចះគេមួយកញ្ចះយួនកញ្ចះចិននិងកញ្ចះដទៃទៀតនេះមិនមែនមានន័យថាយើងធ្វើនេះយើងបង្កើតសន្តិភាពនេះឯកភាពគ្នានេះរួបរวมគ្នានេះយើងត្រូវទៅចែកគ្នានៅលើតុទាំងអស់គ្រប់គណៈបកមិនមែនគណៈបកសំរងស៊ីទេពីព្រោះគណៈបកសំរងស៊ីខ្លួនឯងនេះបានធ្វើការខុសអ្វីដែលជាបំណងរបស់ប្រជាជនច្រើនហើយអ្នកដែលគ្រប់គ្រងតាមលោកគឺជាប់គុកច្រើនហើយលោករត់ទៅប្រទេសបារាំងគ្រាន់តែហ៊ុនសែនបញ្ជាក់មកផ្លែតលោកប្រេចទៅដល់បារាំងបាត់ហើយអញ្ចឹងមានតែបញ្ជាក់នឹងមានន័យថាប្រកាសថាត្រូវចាប់សំរងស៊ីស្រាប់ប្រេចបាត់ទៅមិនមែនប្រឈមមុខទេហើយឥឡូវនេះលោកសំរងស៊ីតើលោកមកឲ្យមានបញ្ហាឬក៏លោកជាគណៈបកប្រឆាំងត្រូវដោះស្រាយជួយដោះស្រាយដូចជារឿងរៃសៀមចូលឈ្លានពានសម្រាប់ខ្មែរដេញប្រជាពលរដ្ឋចេញពីដីធ្លីសពបែបយ៉ាងសម្រាប់រំលាយប្រាសាទសពបែបយ៉ាងតើលោកចង់មកឃើញអាការរំលាយប្រាសាទការរំលាយយួនថៃមកចូលឈ្លានពានទាំងកើតទាំងលិចមកចូលរំលាយខ្មែរយើងទៀតឬយ៉ាងណាលោកប្រឆាំងដើម្បីសន្តិភាពឬក៏លោកប្រឆាំងដើម្បីបង្ក្រាបសង្គ្រាមឬមួយក៏លោកប្រឆាំងដើម្បីឲ្យប្រទេសខ្មែរយើងបានសន្តិភាពដើម្បីស្វែងរកដំណោះស្រាយពេលក្រោយមិនមែនមានន័យថារួបរวมគ្នាយើងបដិសេធរឿងយុត្តិធម៌ទេមិនមែនយើងអញ្ជើញឲ្យរួបរวมគ្នាឲ្យឯកភាពគ្នាឲ្យយើងមានការបែកបាក់ដោយលោកបំរុងនឹងមកទេខុសហើយមិនមែនជាពេលត្រឹមត្រូវទេលោកឃើញបរទេសចូលមកជួយសម្បំណាស់ហើយលោកជាអ្នកប្រឆាំងហើយដែលបានមិនរកមធ្យោបាយណាដើម្បីធ្វើឲ្យមានសន្តិភាពឯកភាពគ្នាអាហ្នឹងលោកជាកំហុសរបស់លោកមួយហើយលោកប្រកាសសិទ្ធិរួបរวมរូបខ្ញុំនឹងសុំរួបរวมជាមួយលោកក៏លោកមកបំផ្លាញខ្ញុំចោលដែរនឹងមិនមែនជាកត្តាដោះស្រាយជោគជ័យទេឥឡូវខ្ញុំអញ្ជើញលោកអញ្ជើញទាំងអស់
គ្រប់គណៈបកទាំងអស់ខ្ញុំមកពីវិនិយោគទាំងអស់ទាំងគណៈបកប្រជាជនទាំងអ្នកដឹកនាំទាំងលោកសំរងស៊ីទាំងលោកកឹមសុខាទាំងប៊ូសុកហួរទាំងលោកហ៊ុនសែនទាំងលោកហ៊ុនម៉ាណែតក៏ដោយនិងអ្នកដឹកនាំនិងគ្រប់ NGO ទាំងអស់និងប្រសង់ទាំងអស់អញ្ជើញចូលរួបរวมគ្នាដើម្បីយើងជជែកគ្នាដល់ពិតប្រាកដហើយកុំភ្លេចណាចំណុចមួយដែលយើងត្រូវចាំមិនមែនរាំងស៊ីនឹងហ៊ុនសែន2នាក់នឹងទៅជែកគ្នាតែ2នាក់នឹងទៀតណាតែទៅជែកគ្នាគឺសំរាំងស៊ីអ្នកធ្វើការឲ្យហ៊ុនសែនហើយធ្វើការឲ្យយួនហើយលោកហ៊ុនសែនអ្នកធ្វើការឲ្យយួនចឹងតែ2នាក់នឹងទៅជែកបើប្រទេសទាំងមូលផ្សាយវាសនាទៅលើតែ2នាក់ហ្នឹងគេនឹងនាំគ្នាខ្សឹបគ្នាយក2ភាគ3យកទៅ50បុក1ទៀតហើយយើងរលាយទៀតហើយខ្មែររហូតមកដល់សពថ្ងៃគឺល្បិចទាំង2នាក់ហ្នឹងឯងដូច្នេះការរួបរวมគ្នាខ្ញុំកោតសរសើរនឹងការរួបរวมនឹងការឯកភាពគ្នានិងសន្តិភាពទាំងក្រៅប្រទេសទាំងក្នុងប្រទេសយើងនឹងស្វែងរកដំណោះស្រាយមួយនៅពេលក្រោយដែលយើងបានសន្តិភាពនេះពិតៗនៅពេលខាងមុខនេះហើយបាទនិយាយជាភាសាអង់គ្លេសទៀតគឺថា History has already taught us what this road lead to Cambodian life lost, family destroyed, and our nation weakened while foreign power benefit from our suffering មានន័យថានេះគឺជាប្រវត្តិសាស្ត្រដែលបានចារមកយូរឆ្នាំរាប់សតវត្សមកហើយថាយើងបានឆ្លងកាត់អ្វីដែលជាទុក្ខសោកវេទនាដោយសារតែយើងនេះហើយមានន័យថាយើងបែកបាក់សាមគ្គីគឺយើងខ្សោយហើយប្រវត្តិសាស្ត្របានចារហើយថាកាលណាតែយើងបង្កើតសង្គ្រាមយើងឆ្លោះគ្នាយើងយើងចែកផ្លូវគ្នាហើយមិនត្រូវគ្នាពេលនោះហើយសង្គ្រាមកើតឡើងគឺទីបំផុតបាត់បង់ជីវិតដល់រាប់លានអ្នកមកដល់បច្ចុប្បន្នខ្មែររងទុក្ខវេទនាខ្មែរកូនខ្មែរទាំងមូលបាត់អនាគតគ្មានបានសិក្សារៀនសូត្រវប្បធម៌អក្សរសាស្ត្រអក្សរសិល្ប៍សិល្បៈបាត់ខ្ទេចខ្ទីអស់លីងសំបីតែអក្សរសាស្ត្រនៅក្នុង dictionary ជាដើមគឺថាយួនយកតែធ្វើយួនយកទៅនិយាយយួនមកធ្វើព័ត៌មានផ្សព្វផ្សាយនិយាយបញ្យលខ្មែរឲ្យស្ដាប់វិញយួនចូលពេញស្រុកយួនដឹកនាំប្រទេសហើយសម្បែបយ៉ាងដោយសារតែប្រវត្តិសាស្ត្រចែងហើយយើងនៅតែអនុវត្តកំហុសដដែលជាដដែលដូច្នេះខ្ញុំឃើញកំហុសរបស់លោកសំរងស៊ីនេះមិនមែនត្រូវឲ្យលោកធ្វើបានបន្តទៅទៀតទេលោកត្រូវតែបញ្ឈប់ដើម្បីរួបរวมគ្នាប៉ុន្តែខ្ញុំនិយាយដដែលរួបរวมមិនមែនមានន័យថាយើងបំភ្លេចរឿងអតីតកាលទេអ្នកណាសម្លាប់គេអ្នកត្រូវទទួលខុសត្រូវអ្នកណាធ្វើឲ្យខ្មែរវេទនាអ្នកឯងត្រូវបង់ខាតត្រូវបង់ហើយនឹងសងអ្វីទាំងអស់ដូចជាថៃជាដើមអញ្ចឹងថៃរំលោភបំពានរំលាយប្រាសាទត្រូវសង់តម្លៃនៃប្រាសាទដែលបាត់បង់ឧទាហរណ៍ប្រាសាទព្រះវិហារមួយជាក់ស្ដែងខុសហើយសូម្បីតែសងលុយ300,000 លានដែលត្រូវសងមកខ្មែរតាមពិត300,000 លាននេះមិនមែនថាថៃសងឲ្យយើងមានបានសងប្រាសាទឲ្យបានដូចដើមវិញមិនមានទេមិនអាចដូចដើមវិញទេបាទមិនដូចទេបើទោះជាយួនចិនសៀមលក់ដីទាំងមូលនឹងយកមកសង់ប្រាសាទឲ្យដូចដើមវិញមិនបានទេអត់ដូចដើមទេអត់ប្រសិទ្ធភាពទេអស់តម្លៃហើយត្រូវដាក់ទណ្ឌកម្មថែមទៀតហើយយកដីទាំងអស់ដែលជារបស់ថៃដែលបំផ្លាញប្រាសាទមួយនេះត្រូវយកដីជាពិសេសខ្មែរ37ប្រទេសយកមកឲ្យខ្មែរវិញនេះអាហ្នឹងនៅស្រាលទៀតហើយបើលោកធ្វើម្ដងទៀតគឺថាសង្គ្រាមនឹងកើតមានឡើងហើយដូណាល់ត្រាំនឹងសម្ពងអាដែងថៃនឹងរំលាយថៃនឹងចោលតែម្ដង